ពិតជាមានសក្តីអំណរមិនអស់លោកអ្នកអង្គុយចុះបានស្វែងរកអ្នកណាម្នាក់មិនដែលបាននិយាយរកគ្នាសោះមែនទេហើយអាចចប់កម្មវិធីអាចអញ្ជើញគាត់ញ៉ាំកាហ្វេមួយគ្នាបានអត់ហើយដំខាន់ខុននៅទីនេះគាត់អត់ស្គាល់បងប្អូនទេអញ្ចឹងយើងហៅគាត់ហូបកាហ្វេម្នាក់ម្នាក់មេរៀនថ្ងៃនេះខ្ញុំលើកទឹកចិត្តអស់លោកអ្នកបងប្អូនឲ្យបានយល់បានស្គាល់កាន់តែច្បាស់ថាក្នុងនាមយើងជាអ្នកជឿព្រះអង្គស្រឡាញ់ព្រះអង្គយើងត្រូវការប្រកបគ្នាអាមែនគ្មានអ្នកណាម្នាក់ចូលតែឯងឡើយយើងត្រូវការប្រកបគ្នាយល់ពីគ្នាស្គាល់គ្នាទៅវិញទៅមកមែនទេដឹងអំពីព្រះពរឬក៏អ្វីមួយដែលយើងមានដែលយើងទាំងអស់គ្នាជាអវយវៈរបស់ព្រះជាម្ចាស់ព្រះគម្ពីរកិច្ចការជំពូក2ខ42ដល់47ខ្ញុំសូមអានជូនសិស្សទាំងនោះព្យាយាមស្ដាប់សេចក្តីបង្រៀនរបស់ក្រុមសាវករួមរស់ជាមួយគ្នាជាបងប្អូនធ្វើពិធីកាច់នំប៉័ងនិងព្យាយាមអធិដ្ឋានមនុស្សម្នាកោតស្ញប់ស្ញែងគ្រប់គ្នាត្បិតក្រុមសាវកបានសម្ដែងឫទ្ធិបរិហានិងធ្វើទីសម្គាល់ផ្សេងជាច្រើនអស់អ្នកដែលបានជឿលើព្រះអង្គម្ចាស់មានចិត្តគំនិតប្រមាណបងប្អូនតែមួយហើយយករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់អាមែនអាមែនខ្សោយណាបងប្អូនមានរបស់របរអីខ្លះដាក់រួមគ្នាទេបងប្អូនគេធ្វើបានមែនទេសម័យមុនតែយើងសម័យនេះធ្វើបានអត់បានអត់អីយើងអានតទៀតមែនទេគេលក់ទ្រព្យសម្បត្តិនិងអ្វីជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្តីត្រូវការរបស់ពួកគេម្នាក់ជារៀងរាល់ថ្ងៃគេរួមចិត្តគំនិតព្យាយាមចូលព្រះវិហារនិងដោយចិត្តស្មោះសរផងបងប្អូននិយាយចិត្តស្មោះសរល្អមែនតើគេនាំគ្នាសរសើរដំកើងព្រះជាម្ចាស់ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នាព្រះអង្គម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះមកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃអាមែនបានន័យថាម៉េចអស់លោកអ្នកបងប្អូនគេប្រកបគ្នាមែនទេប្រកបជាមួយព្រះជាម្ចាស់ប្រកបជាមួយបងប្អូនក្នុងព្រះបន្ទូលព្រះគម្ពីរនេះអស្ចារ្យមែនទែនបងប្អូនសង្ឃសម័យនេះយើងអាចធ្វើបានអត់បានទេមើលទៅឡានរបស់អ្នកជាឡានរបស់ខ្ញុំផ្ទះរបស់អ្នកជាផ្ទះរបស់ខ្ញុំហ៊ានអត់មែនទេប្តឹងគ្នាស្លាប់ឥឡូវហ្នឹងមែនទេទទួលស្គាល់ការពិតអត់ព្រោះដល់ខ្ញុំស្រួលអត់មានផ្ទះរបស់ខ្ញុំជាផ្ទះរបស់ខ្ញុំតែខ្ញុំមើលឃើញព្រះបន្ទូលនេះអស្ចារ្យមែនតើហេតុអីក៏គេហ៊ានលក់ទ្រព្យសម្បត្តិរបស់គេគ្រប់ផ្នែកទាំងអស់យកមកដាក់នៅក្នុងក្រុមរបស់គេហើយគេបន្តរីកចម្រើនហើយព្រះអង្គកាន់តែបង្កើនចំនួននៅក្នុងក្រុមរបស់គេផងដែរនេះគឺជាអ្វីមួយដែលខ្ញុំមើលហើយខ្ញុំកោតស្ញប់ស្ញែងខ្លាំងមែនទែនថាហេតុអីអ្នកទាំងអស់គ្នានេះអាចធ្វើបានហេតុអីក៏អ្នកទាំងអស់គ្នាហ៊ានលក់ទ្រព្យសម្បត្តិហើយយកមកដាក់នៅកន្លែងមួយហើយរៀនរស់នៅហើយចែករំលែកគ្នាទៅវិញមកបើមិនសិនជាបងប្អូនណាមានលុយច្រើនមែនតើបងប្អូនណាជាពាក់បំណុលគេមានគេម្នាក់យកលុយមកសងបំណុលយើងទាំងអស់សុបាយចិត្តអត់ដោយលោកថាក់ស៊ីនគាត់ថាបំណុលប្រជាជនខ្ញុំប្រមូលទិញយកទាំងអស់នេះមានមិនដែរណាទិញបំណុលមែនទេតែគាត់ធ្វើបានគាត់ហ៊ានមែនទេអស្ចារ្យមែនតើសម័យនេះក៏មានដែរគ្រាន់ថាយើងពេលខ្លះយើងភ្លេចខ្លួនក្នុងចំណែកយើងណាម្នាក់យើងតែងតែហ៊ានធ្វើអ្វីមួយយើងតែងតែហ៊ានថ្វាយពរអ្វីមួយដល់អ្នកណាម្នាក់យើងតែងតែហ៊ាននៅក្នុងការជួយដល់អ្នកណាម្នាក់ឬក៏ហ៊ានលក់ទ្រព្យរបស់យើងយកមកដាក់នៅលើអ្វីមួយដែលយើងគិតថាជាការមួយប្រសើរគេទាំងអស់គ្នារួមចិត្តតែមួយបងប្អូនទាំងអស់គ្នាក្នុងការដែលគេចូលរួមនៅក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទដូចជាក្រុមជំនុំអំណរយើងដូចគ្នាមែនទេរួមចិត្តតែមួយស្អីក៏អាចទៅរួចដែរមែនទេពេលណាយើងរួមចិត្តតែមួយគឺអស្ចារ្យមែនទែនឥឡូវយើងមកពីអត្ថន័យនៃពាក្យកិច្ចសម្ព័ន្ធភាពដែលប្រើជាភាសាក្រិកគេថាkoinonia អញ្ចឹងណាគ្រូបណ្ណា koinonia សម្ព័ន្ធភាពដែលមានន័យថាជាការប្រកបគ្នាឬក៏ការចូលរួមវាសំដៅទៅលើទំនាក់ទំនងជិតស្និទ្ធដែលផ្ដោតទៅលើផលប្រយោជន៍រួម
ការចែករំលែកសហគមន៍ការមេត្តាធម៌ឯកភាពបងប្អូននិងការចូលរួមយ៉ាងសកម្មអាមែននោះហើយគឺជាពាក្យដែលហៅថាកិច្ចសម្ព័ន្ធភាពចូលរួមទាំងអស់គ្នាមែនទេបងប្អូនហើយរួមចិត្តតែមួយឯកភាពចូលរួមហើយរួបរวมគ្នាក្នុងសហគមន៍ចេះចែករំលែកចេះគិតដល់អ្នកដទៃចេះធ្វើអ្វីៗទាំងអស់នេះតាមអ្វីដែលព្រះជាម្ចាស់បានរៀបចំនេះគឺជាផលផ្លែមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើងព្រះអង្គទាមទារឲ្យយើងទាំងអស់គ្នាចូលរួមណាកិច្ចសម្ព័ន្ធភាពជាមួយគ្នាដើម្បីឲ្យយើងអាចចូលរួមប្រកបជាមួយគ្នាបានមែនទេគឺជាអ្នកដែលគោរពស្មោះត្រង់ស្មោះស្ម័គ្រចំពោះព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសកម្មភាពនិងការគោរពរបស់យើងគឺជាកាតព្វកិច្ចមិនមែនជារបៀបសាសនាទេអស់លោកអ្នកបងប្អូនធ្វើចេញពីចិត្តណាបើយើងធ្វើតាមរបៀបសាសនាយើងមិនបាច់អង្គុយក្នុងបន្ទប់នេះទេយើងអាចទៅក្រៅបានតែនៅក្នុងនេះចង់ឲ្យបងប្អូនធ្វើតាមដោយចេញពីបេះដូងរបស់យើងម្នាក់បើបងប្អូនឲ្យកាហ្វេមួយកែវឲ្យដោយបេះដូងបើបងប្អូនញ៉ាំអ្វីមួយឬចែកអ្វីមួយដល់អ្នកដទៃធ្វើចេញពីបេះដូងអស់លោកអ្នកបងប្អូនព្រោះព្រះអង្គមើលក្នុងចិត្តមនុស្សមើលខាងក្រៅនេះគឺជាចំណុចដែលយើងទាំងអស់គ្នាត្រូវតែស្ពាយយកតាមទាំងអស់គ្នាខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាគឺជាជីវិតមួយដែលយើងគឺជាជីវិតដែលយើងគោរពដោយស្មោះស្ម័គ្រទៅចំពោះព្រះអង្គម្ចាស់គឺយើងស្មោះស្ម័គ្រចំពោះព្រះហើយធ្វើអ្វីៗទាំងអស់ដោយស្មោះស្ម័គ្រទៅចំពោះព្រះអង្គផងដែរព្រះគម្ពីរយ៉ូហានខ្សែទី1ចំពុក4ខ19ដល់21ខ្ញុំអានជូនរីឯយើងវិញយើងមានសេចក្តីស្រឡាញ់ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុនបើនរណាម្នាក់ពោលថាខ្ញុំស្រឡាញ់ព្រះជាម្ចាស់តែស្អប់បងប្អូនរបស់ខ្លួនអ្នកនោះនិយាយកុហកហើយមែនទេសូមឆ្លោះបញ្ចាំងមើលចិត្តរបស់យើងបន្តិចបើយើងមិនអាចស្រឡាញ់អ្នកចិត្តខាងរបស់យើងផងហើយយើងថាស្រឡាញ់ព្រះអង្គថាម៉េចហេតុអីក៏ព្រះអង្គថាអញ្ចឹងខបន្ទាប់អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញក៏ពុំអាចស្រឡាញ់ព្រះអង្គម្ចាស់ដែលខ្លួនមើលមិនឃើញដែរយើងបានទទួលបទបញ្ជានេះពីព្រះអង្គថាអ្នកណាស្រឡាញ់ព្រះអង្គម្ចាស់អ្នកនោះត្រូវតែស្រឡាញ់បងប្អូនដែរអាមែនយើងមើលយើងស្រឡាញ់អ្នកដែលនៅជុំវិញខ្លួនយើងដែលអ្នកឃើញទើបបានព្រះអង្គដឹងថាយើងទាំងអស់គ្នាគឺយើងអាចស្រឡាញ់ព្រះបានបើយើងគ្រាន់តែថាស្រឡាញ់ព្រះអង្គដែលមើលមិនឃើញហើយយើងមិនបានស្រឡាញ់អ្នកដែលនៅជុំវិញខ្លួនយើងតើធ្វើមិនខ្មិចបានព្រះអង្គអាចជឿបានព្រះអង្គរាប់ថាជាការកុហកមែនទេស្រឡាញ់បានន័យថាម៉េចយើងទៅគៀបហ្វាមអ៊ំថាស្រឡាញ់ឥតលក្ខខណ្ឌគាត់និយាយប្រហែលជា3ម៉ោងពេលយប់ប្រាប់ឲ្យយើងចេះស្រឡាញ់គ្នាអត់លក្ខខណ្ឌកុំឲ្យយើងគ្រាន់តែថាប្រើថាពាក្យស្រឡាញ់គឺឥតលក្ខខណ្ឌប៉ុន្តែអត់ទោសទាំងអស់ផលផ្លែព្រះវិញ្ញាណទាំង9គឺយើងត្រូវតែមានមែនទេស្រឡាញ់អត់ទោសលើកទឹកចិត្តគ្រប់សពបែបយ៉ាងអស់លោកអ្នកបងប្អូនជីវិតរបស់យើងថ្ងៃនេះខ្ញុំចែកចាយជូនបងប្អូនចំនួន6ចំណុចទី1គឺសេចក្តីស្រឡាញ់សេចក្តីអំណរសេចក្តីសុខសាន្តនិងវត្តមានរបស់ព្រះអង្គម្ចាស់ជារឿងមួយសំខាន់ដែលយើងត្រូវមានការជួបប្រទះនិងស្គាល់ភាពពិតនៃកិច្ចសម្ព័ន្ធភាពដ៏ពិតប្រាកដគឺជាចំណុចទី2ដែលអស់លោកអ្នកត្រូវមានគឺជាចំណុចដែលចាប់ផ្ដើមវគ្គទី1វគ្គទី2ហើយចំណុចទី3អស់លោកអ្នកបងប្អូនកាន់ចំហលើក្តីសង្ឃឹមដែលយើងបានថ្លែងបានន័យថាម៉េចគឺកិច្ចសម្ព័ន្ធភាពទាមទារឲ្យយើងកាន់ចំហលើក្តីសង្ឃឹមដែលយើងបានថ្លែងចេញសកម្មភាពឬក៏ការបដិញ្ញាចិត្តនិងជំរើសជីវិតរបស់យើងនឹងតែងតែនិយាយឲ្យលឺខ្លាំងជាងពាក្យសម្ដីមែនទេសកម្មភាពរបស់យើងត្រូវតែចេញខ្លាំងជាងពាក្យសម្ដីពាក្យសម្ដីគ្រាន់តែនិយាយគ្រាន់តែថាលឺរហូតគឺអត់ជួយយើងអ្វីទេតែជាសកម្មភាពបើបងប្អូនថាចង់បំរើលើផ្នែកលាងចានមកប្រាប់ខ្ញុំ10ដងតែមិនដែលលាងសំបីម្ដងអត់មានន័យអាមែនមានតែខ្លះអត់មានបានមកប្រាប់ខ្ញុំទេទៅលាងហើយទៅឈរលាងរាល់អាទិត្យបងប្អូនស្គាល់អត់អស្ចារ្យមែនតើបងប្អូនចង់ធ្វើអ្វីមួយនិយាយហើយធ្វើអូខេអនុវត្តហើយធ្វើ
អ្នកគ្រូកុមារមកប្រាប់ខ្ញុំថាទូទួលខូចមួយខែណាទឹកក្រោយទៅតែហើយអូខេទឹកក្រោយទៅហើយដើម្បីគាត់បានទូទួលបង្រៀនកូនចៅរបស់គាត់អាមែននឹងហើយបានជាចំណុចល្អគាត់មិនអាចអនុញ្ញាតឲ្យកូនចៅគាត់អត់មានទូទួលដើម្បីបរៀនកូនចៅគាត់នោះទេយើងទៅតែដោះស្រាយហើយធ្វើឲ្យទាន់ពេលវេលាមែនទេអញ្ចឹងខ្ញុំសន្យាគាត់នៅចំពោះមុខគាត់ហើយនៅចំពោះមុខបងប្អូនដែរព្រោះយើងត្រូវការលុយទិញទូទួលខ្ញុំចង់និយាយថាអស់លោកអ្នកបងប្អូនសំខាន់ខ្វាយខ្វល់គិតគូរកន្លែងណាដែលកំពុងមានបញ្ហាប្រាប់ដើម្បីយើងដោះស្រាយជាមួយគ្នាអាមែនព្រះគម្ពីរហេព្រើរចំពុក10ខ19ដល់ខ25ហេតុនេះបងប្អូនអើយយើងមានចិត្តរឹងប៉ឹងចូលមកក្នុងទីសក្ការៈដែលព្រះដោយសារព្រះលោហិតរបស់ព្រះយេស៊ូវព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មីជាមាគ៌ាដែលមានជីវិតដោយព្រះអង្គឆ្លងកាត់វាំងននពលគឺរួមរូបកាយរបស់ព្រះអង្គតែកើតមកជាមនុស្សដោយយើងមានមហាបូជាចារ្យមួយរូបដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ដូច្នេះយើងត្រូវតែនាំគ្នាចូលមកចិត្តព្រះអង្គដោយចិត្តទៀងត្រង់ពោពេញដោយជំនឿមាំមួននិងមានចិត្តបរិសុទ្ធជ្រះស្រឡះពីគំនិតសៅហ្មងព្រមទាំងមានរូបកាយលាងដោយទឹកបរិសុទ្ធផងត្រូវរក្សាសេចក្តីសង្ឃឹមដែលយើងប្រកាសនោះឲ្យខ្ជាប់ខ្ជួនកុំឲ្យរង្គើឡើយត្បិតព្រះអង្គម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណាព្រះអង្គនឹងធ្វើតាមយ៉ាងនោះដែរតោងយើងមើលថែរក្សាគ្នាទៅវិញទៅមកដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់និងប្រព្រឹត្តអំពើល្អមិនត្រូវលះបង់ការប្រជុំគ្នាដូចអ្នកខ្លះធ្លាប់បានធ្វើនោះឡើយផ្ទុយទៅវិញយើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើងដោយឃើញថាថ្ងៃនៃព្រះអង្គម្ចាស់កាន់តែជិតមកដល់ហើយពីចំណុចអស់លោកអ្នកបងប្អូនព្រះអង្គចង់យើងធ្វើការប្រកបគ្នាជាមួយព្រះនិងការប្រកបគ្នាជាមួយបងប្អូនរបស់យើងមែនទេតាំងពីលើពីដើមមកគឺប្រោតលើពីរចំណុចនេះសំខាន់ប្រកបគ្នាជាមួយព្រះអង្គម្ចាស់ហើយប្រកបគ្នាជាមួយបងប្អូនយើងទាំងអស់គ្នានេះជាអ្វីដែលព្រះអង្គចង់ឲ្យយើងធ្វើចំណុចទី4គឺគិតអំពីរបៀបនៃការលើកទឹកចិត្តគ្នាទៅវិញទៅមកបងប្អូនណាខ្លះចង់បានអំណោយទាននៃការលើកទឹកចិត្តមនុស្សទាំងអស់ត្រូវការលើកទឹកចិត្តមែនទេអំណោយទាននោះស្រួលមែនតើអស់លោកអ្នកបងប្អូនគ្រាន់តែយើងចាប់ផ្ដើមសរសើរគ្នាអំណោយទាននោះកើតឡើងភ្លាមអូស្អាតមែនតើអូថ្ងៃហ្នឹងធ្វើខ្លួនស្អាតមែនតើអូថ្ងៃហ្នឹងធ្វើម្ហូបឆ្ងាញ់មែនតើអូកាហ្វេបងប្រុសម្នាក់មកព្រឹកមិញគាត់មកជួយសិតអាប់ម៉ាស៊ីនឲ្យយើងគាត់ថាកាហ្វេមិនដែរខ្ញុំសួរគាត់ណាកាហ្វេឆ្ងាញ់បងល្អទឹកគ្រាប់ចេញមកគឺថ្លាគេថាខាប់ល្អទំនងមែនតើគាត់សរសើរគាត់អត់ទាន់ជឿព្រះហើយប្រហែលជាគាត់នៅក្នុងនេះដែរមើលទៅតែថ្ងៃនេះគាត់មកគាត់ចេញមកគាត់សរសើរតែម្ដងគាត់អបអរថាអូកន្លែងនេះល្អម្ល៉េះមែនទេជាកន្លែងមួយដែលអស់លោកអ្នកបងប្អូនតើគាត់ត្រូវការអំណោយទានទេគាត់ត្រូវការក៏តែសំខាន់អនុវត្តចេញមែនទេនិយាយចេញមកធ្វើឲ្យខ្ញុំមានកម្លាំងអញ្ចឹងខ្ញុំបានគិតលុយគាត់សោះព្រឹកមិញតែខ្ញុំតែចេញលុយទៀតអស់លោកអ្នកបងប្អូនរៀនសរសើរគ្នាមែនទេអស់លុយអត់រៀនសរសើររៀនអង់គ្លេសអត់$10រៀនសរសើរអត់អស់លុយទេហើយអាចបានពរខ្លាំងផងដែរមែនទេអស់លោកអ្នកបងប្អូនការដែលយើងចេះប្រកបគ្នាជាមួយព្រះការដែលយើងចេះប្រកបជាមួយបងប្អូនគឺសំខាន់មែនទែននៅពេលដែលខ្ញុំចាប់ដើមក្រុមជំនុំនេះខ្ញុំបានអញ្ជើញបងប្អូនយើងមួយចំនួននៅក្នុងនេះជាអ្នកដឹកនាំប្រហែលជា10គ្រួសារធ្វើរួបរวมគ្នាក្នុងការចាប់ដើមក្រុមជំនុំនេះឡើងហើយពួកគាត់មានដួងចិត្តស្រឡាញ់មែនទែនបងប្អូនដូចជានៅក្នុងព្រះបន្ទូលនេះអញ្ចឹងដាក់ពេលវេលាដាក់លុយកាក់ដាក់គ្រប់សពបែបយ៉ាងកុំមិតនៅក្នុងការកសាងក្រុមជំនុំនេះឡើងគឺខំប្រឹងមែនទែនដុតដៃដុតជើងមែនទែនបងប្អូនបង្កើតក្រុមជំនុំពេលរដូវកាលកូវីដមិនមែនជារឿងធម្មតានោះទេលំបាកខ្លាំងណាស់បងប្អូនបិទបើកខ្ញុំនៅនោះខ្ញុំតែហោះមកចាក់តាលិស័កបងប្អូននៅនេះជាប់គាំងពេញនឹងទាំងអស់តែបងប្អូនអត់បងអង្គអត់ដកដៃនោះទេបំរើខ្លាំងមែនទែនដាក់ពេលវេលាខ្លាំងមែនទែនខ្ញុំអរគុណបងប្អូន
ក្រុមជំនុំនេះជាចំណែករបស់បងប្អូនម្នាក់ហើយបងប្អូនមកខាងក្រោយក៏ចាប់ផ្ដើមចូលរួមជាមួយគ្នាដែរចាប់ផ្ដើមដាក់ពេលវេលាដាក់ទ្រព្យសម្បត្តិខ្លួនឯងចូលបងប្អូនគិតថារដូវកាលនេះធ្វើបានអត់គឺធ្វើបានមែនទេបងប្អូនបានដាក់ចូលមកហើយបងប្អូនបានចូលរួមមកហើយបងប្អូនបានហៅគ្នាមកហើយគឺជាពេលវេលាមួយដែលបងប្អូនបានដាក់នៅអ្វីទាំងអស់ចូលមកទីនេះខ្ញុំតែងតែសរសើរអ្នកគ្រូសម្បត្តិគាត់ជាបងស្រីរបស់ខ្ញុំពេលខ្លះខ្ញុំពិបាកក្នុងការនិយាយពីព្រោះឲ្យបងប្អូនខ្លួនឯងគេខ្លាចថាយើងនិយាយទៅវាលើកជើងគ្នាឯងមែនទេតែគាត់អរលោកអ្នកបងប្អូនគាត់នៅតកែវគាត់ជិះមកពេញរាល់អាទិត្យដឹងសបកកង់ឡានគាត់នេះអស់ប៉ុន្មានទេសួរថាតើគាត់ដែរគិតចង់បានលុយ1រៀលពីវិហារអត់ទេដាក់ទ្រព្យសម្បត្តិខ្លួនឯង2នាក់ប្តីប្រពន្ធឥឡូវទាញទាំងកូនទាំងអីមកទាំងអស់គឺគាត់ស្រឡាញ់គាត់ចង់ឃើញទីនេះជាព្រះពរណាខ្ញុំមិនអាចអត់និយាយបានទេបងប្អូនទោះបីជាគាត់ជាបងស្រីរបស់ខ្ញុំមែនក៏ប៉ុន្តែទឹកចិត្តរបស់គាត់ស្រឡាញ់បងប្អូនគាត់ចង់ឲ្យបងប្អូនបានចម្រើនឡើងសប្បាយរីករាយឡើងខំប្រឹងធ្វើហើយមានបងប្អូនយើងជាច្រើនដែលធ្វើកិច្ចការងារនេះផងដែរលើកទឹកចិត្តគ្នាទៅវិញមកបងប្អូនស្រឡាញ់គ្នាឡើងបងប្អូនរួបរวมគ្នាឡើងថ្វាយទៅចំពោះព្រះអង្គម្ចាស់ចំណុចទី5គឺជាការផ្ដោតនៃការប្រមូលផ្ដុំគ្នាការប្រមូលគ្នាឡើងកិច្ចសម្ព័ន្ធភាពពិតប្រាកដទាមទារឲ្យយើងផ្ដោតទៅលើការប្រមូលគ្នាសមាជិកនីមួយនៃរាងកាយរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវមានអ្វីមួយដែលត្រូវចែករំលែកហើយកិច្ចសម្ព័ន្ធភាពមានអ្វីមួយដែលអ្នកត្រូវការបាទនេះថាម៉េចយើងត្រូវការពីគ្នាទៅវិញទៅមកឃើញទេអ្នកគ្រូសម្បត្តិប្រហែលជាគាត់ដាក់កម្លាំងតែគាត់ប្រហែលជាត្រូវការអ្វីមួយផ្សេងអស់លោកអ្នកខ្លះដាក់ថវិកាក៏តែត្រូវការអ្វីមួយផ្សេងអញ្ចឹងយើងត្រូវការគ្នាទៅវិញទៅមកដែលយើងជាអវយវៈរបស់ព្រះជាម្ចាស់មែនទេព្រះគម្ពីររ៉ូមចំពុក12ខ3ដល់ខ8ហើយខ្ញុំបញ្ចប់នៅខ9ខ្ញុំសូមជម្រាបបងប្អូនតាមព្រះអំណោយទានដែលព្រះអង្គម្ចាស់បានប្រទានមកខ្ញុំថាម្នាក់មិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ហួសពីគំនិតដែលត្រូវគិតនោះឡើយតែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿដែលព្រះអង្គម្ចាស់បានប្រទានឲ្យម្នាក់រូបកាយមនុស្សយើងមានសរីរាង្គច្រើនហើយសរីរាង្គនីមួយមានមុខងារខុសគ្នាយ៉ាងណាយើងក៏ដូច្នោះដែរយើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ទហើយម្នាក់ជាសរីរាង្គរបស់គ្នាទៅវិញទៅមកយើងមានព្រះអំណោយទានប្លែកពីគ្នាស្របតាមព្រះគុណដែលព្រះអង្គម្ចាស់បានប្រទានមកយើងប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូលសូមយ៉ាងម៉េចបងប្អូនសូមឲ្យយើងបានថ្លែងព្រះបន្ទូលមែនទេត្រូវថ្លែងឲ្យស្របនឹងតាមសេចក្តីជំនឿអ្នកណាទទួលព្រះអំណោយទានខាងបម្រើចូលតិចបងប្អូនទទួលអំណោយទានបម្រើហើយអត់បម្រើរីកអត់ទេមែនទេចូលបម្រើទៅអ្នកណាទទួលព្រះអំណោយទានខាងបង្រៀនចូលបង្រៀនទៅអ្នកណាទទួលអំណោយទានខាងលើកទឹកចិត្តបងប្អូនចូលលើកទឹកចិត្តគេទៅអ្នកដែលចែកទ្រព្យសម្បត្តិរបស់ខ្លួនចូលចែកដោយចិត្តស្មោះសរអ្នកដែលដឹកនាំចូលដឹកនាំដោយចិត្តខ្នះខ្នែងអ្នកដែលចែកទានដល់អ្នកក្រីក្រចូលចែកទានឲ្យគេដោយចិត្តត្រេកអរអាមែនលោកគ្រូខុនដើរចែកអំណោយរាល់អាទិត្យបើអូនលោកអ្នកចូលភ័យគាត់ឃើញគ្រប់កន្លែងដងទឹកនេះនោះអត់ឈប់អត់ឈរគាត់សម្រេចចិត្តគាត់មានអំណោយទានហ្នឹងឲ្យលោកអ្នកបងប្អូនអញ្ចឹងគាត់ត្រូវតែធ្វើគាត់ត្រូវអនុវត្តជាការមួយដែលរដ្ឋាភិបាលយើងគ្រប់គ្រងដូចគ្នាមែនទេអរលោកអ្នកបងប្អូនខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាអ៊ំងុយគាត់មានអំណោយទានខាងអីគាត់ខំប្រឹងធ្វើពង្រីកយូរទៅអាណាចក្ររបស់ព្រះជាម្ចាស់នឹងចម្រើនឡើងតាមរយៈអីយើងទាំងអស់គ្នាជាអវយវៈរបស់ព្រះជាម្ចាស់មែនទេមានអំណោយទានរៀងខ្លួនតែត្រូវការដាក់ចូលហើយយកមកអនុវត្តមកធ្វើណាបងប្អូនណាមានអំណោយទាននិយាយដើមនិយាយទៅអត់អីទេតែនិយាយល្អអូខេនិយាយដើមមាន2និយាយល្អហើយនឹងនិយាយអាក្រក់បើនិយាយអាក្រក់ព្រះអង្គសពហត្ថីអត់ទេចង់និយាយពីការល្អ
បងប្អូនថាមានដំណើរទៀនខាងគិតពីអ្នកដទៃខំប្រឹងគិតរកដំណោះស្រាយបងប្អូនមានដំណើរទៀនលើកទឹកចិត្តណាអ្នកគ្រូសំនៀងអំណោយទៀនដោះស្រាយចំនួនបងប្អូនមានចំនួនទៅរកគាត់អាមែនគាត់ទៅតែបញ្ចប់ថ្នាក់បង្រៀនដោះស្រាយចំនួនហើយល្អមែនតើបងប្អូនយើងសប្បាយពេញចិត្តមែនតើអរគុណអ្នកគ្រូខ្លាំងយើងនឹងបើកវគ្គថ្មីជាមួយគាត់ហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាចុះឈ្មោះចូលរៀនជាមួយគាត់គ្រួសារយើងនឹងមានសុភមង្គលមែនទេអរគុណច្រើនចំណុចចុងក្រោយគឺជាខ9ចូលមានចិត្តស្រឡាញ់ដោយឥតលាក់ពុតឡើយចូលស្អប់ខ្ពើមអ្វីអាក្រក់ហើយជាប់ចិត្តតែអ្វីដែលល្អវិញខ9បញ្ចប់ល្អមែនទែនបងប្អូនចូលឲ្យយើងទាំងអស់គ្នាមានចិត្តស្រឡាញ់បងប្អូនទាំងអស់គ្នានេះជាការបង្គាប់របស់ព្រះជាម្ចាស់ណាឲ្យមានចិត្តស្រឡាញ់ដោយឥតមានលាក់ពុតឡើយណាស្រឡាញ់គឺស្រឡាញ់អស់លោកអ្នកបងប្អូនទើបព្រះអង្គអាចទទួលយកបានចំណុចទី6គឺជាការបដិញ្ញាចិត្តលើកទឹកចិត្តអ្នកដទៃអស់លោកអ្នកបដិញ្ញាចិត្តបានអត់ថ្ងៃនេះចំពោះចំណុចទី6ចុងក្រោយលើកទឹកចិត្តអ្នកដទៃឃើញរកកន្លែងសរសើរមុនកុំរកកន្លែងដែលបង្អាប់ឬក៏ថាឲ្យមែនទេកុំបដៃធ្វើម្ហូបនៅផ្ទះល្អរឿងប្រៃរឿងសាបអត់ឈប់ឈរណាលើកទឹកចិត្តម្ហូបនេះឆ្ងាញ់ខ្លាំងបងប្អូនតែងតែនិយាយមែនទេយើងទៅកន្លែងលោកគ្រូគៀតប្រពន្ធរបស់គាត់បានចំណាយពេលខ្ញុំជឿថាជាង4ម៉ោងធ្វើស៊ុបមួយសម្រាប់យើងហូបគាត់ចំណាយពេលធ្វើឲ្យចេញមកឆ្ងាញ់មែនទេឆ្ងាញ់ខ្លាំងមែនទេមែនទេបងប្អូនមិនមែនតែខ្ញុំនិយាយបងប្អូនទាំងអស់គ្នានិយាយដែរមែនទេតែហេតុអីក៏គាត់ធ្វើអញ្ចឹងគាត់ធ្វើដោយសេចក្តីស្រឡាញ់ទូនទីរបស់យើងអីគេលើកទឹកចិត្តមែនទេសរសើរដល់គាត់រឹតតែមានសេចក្តីអំណរគាត់ទទួលពរតាមនឹងគាត់ចង់បានអីពីយើងអត់មានចង់បានអីសោះគាត់ចង់បានការសរសើរពីយើងអត់ទេព្រោះអីគាត់ដឹងថាគាត់ធ្វើឆ្ងាញ់ហើយប្តីគាត់ថាអូនឯងធ្វើឆ្ងាញ់ណាស់បងចង់ញ៉ាំហ៎គាត់បង្រៀនយើងឲ្យចេះលើកទឹកចិត្តដល់គ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកជឿព្រះអង្គយើងត្រូវតែរៀនលើកទឹកចិត្តគ្នាទៅវិញមកការលើកទឹកចិត្តទាមទារការបដិញ្ញាចិត្តបើយើងមិនបដិញ្ញាចិត្តទេយើងពិបាកក្នុងការលើកទឹកចិត្តគ្នាបើថាឲ្យគ្នាមិនបាច់បដិញ្ញាចិត្តទេអានឹងចេញមកទៅហ្មងមែនទេកន្លែងណាក៏ទៅដែរទៅទាំងអស់តាំងពីក្បាលដល់ចុងសក់ទាំងក្បាលដល់ចុងតាំងពីក្បាលដល់ចុងជើងគឺទៅទាំងអស់លើកទឹកចិត្តខ្លួនឯងបងប្អូនមែនទេទី1លើកទឹកចិត្តខ្លួនឯងផងលើកទឹកចិត្តខ្លួនឯងខ្ញុំជាមនុស្សចេះដឹងតើខ្ញុំជាមនុស្សល្អតើខ្ញុំជាមនុស្សតែគេត្រូវការតើក្រុមជំនុំបំណងត្រូវការខ្ញុំតើគ្រប់ផ្នែកទាំងអស់ត្រូវការទាំងអស់បងប្អូនទាំងអស់គ្នាចូលរួមគ្រប់ផ្នែកទាំងអស់គឺសិតតែជាអ្វីដែលបងប្អូនមានអញ្ចឹងបងប្អូនបើចំពោះខ្ញុំបងប្អូនមានគុណតម្លៃមានចំណុចពិសេសដែលបងប្អូនបានមានគ្រប់គ្នាខ្ញុំសូមបញ្ចប់នៅខគម្ពីរកាឡាទីចំពុក2ខ20ដូច្នេះមិនមែនខ្ញុំទៀតទេដែលរស់នៅគឺព្រះគ្រីស្ទទេតែមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំរីឯជីវិតដែលរស់ជាមនុស្សនាពេលបច្ចុប្បន្ននេះខ្ញុំរស់ដោយមានជំនឿលើព្រះបត្រារបស់ព្រះអង្គម្ចាស់ដែលបានស្រឡាញ់ខ្ញុំនិងបានបូជាព្រះជន្មសម្រាប់ខ្ញុំអស់លោកអ្នកបងប្អូនកិច្ចសម្ព័ន្ធភាពដែលយើងទាំងអស់គ្នាមានគឺត្រូវតែមានដោយការគោរពស្មោះត្រង់ធ្វើវាឡើងដោយការគោរពស្មោះត្រង់ថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់ហើយស្រឡាញ់គ្នាទៅវិញទៅមកហើយប្រទានពរដល់គ្នាទៅវិញទៅមកការគោរពដោយភាពស្មោះត្រង់បានន័យថាយើងសរសើរដោយភាពស្មោះត្រង់យើងធ្វើដោយភាពស្មោះត្រង់យើងឈរលើភាពស្មោះត្រង់ទៅចំពោះព្រះអង្គម្ចាស់ជារឿងមួយដែលសំខាន់ណាស់ដែលព្រះជាម្ចាស់ទាមទារឲ្យយើងប្រកបគ្នាជាមួយគ្នាប្រកបគ្នាជាមួយគ្នាបងប្អូនចូលរួមជាមួយគ្នាថ្វាយសេរីរុងរឿងដល់ព្រះអង្គតាមរយៈការប្រកបគ្នារបស់បងប្អូនទាំងអស់គ្នាអាមែនសូមឲ្យយើងបានក្រោកឈរឡើងថ្ងៃនេះអស់លោកអ្នកបងប្អូនអ្វីទាំងអស់នេះមាន2ចំណុចតែសំខាន់សម្រាប់ជីវិតបងប្អូនគឺការបដិញ្ញាចិត្តប្រកបជាមួយព្រះជាម្ចាស់និងបដិញ្ញាចិត្តប្រកបជាមួយបងប្អូនរបស់យើងទាំងអស់គ្នាការនេះមិនស្រួលទេ
បើយើងមិនបានប្រាជ្ញាចិត្តគឺទៅមិនរួចទេបើយើងមិនបានប្រាជ្ញាចិត្តដាក់ទ្រព្យសម្បត្តិចូលរួមជាមួយគ្នាគឺធ្វើមិនកើតទេខគម្ពីរពីដើមគឺគេលក់ទ្រព្យលក់អ្វីទាំងអស់ចូលមកក្នុងកន្លែងតែមួយរួមចិត្តតែមួយនៅក្នុងការកសាងក្រុមនេះឡើងដែលជាក្រុមដើរតាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងម្នាក់មានចំណែកយើងម្នាក់មានអំណោយទានយើងជាអវយវៈរបស់ព្រះជាម្ចាស់យើងគ្រាន់តែត្រូវការធ្វើការបដិញ្ញាចិត្តហើយជឿជាក់ថាព្រះអង្គនឹងកាន់តែប្រទានពរដល់អស់លោកបងប្អូនគេទាំងអស់គ្នានេះមិនខ្វះម្ហូបអាហារហូបទេបងប្អូនគេទាំងអស់គ្នារួមគ្នាហើយជួយដោះស្រាយគ្នាទៅវិញទៅមកក្រុមជំនុំបំណងរបស់យើងមានគ្រប់ធនធានទាំងអស់នៅទីនេះដុកទ័រក៏យើងមានគ្រូពេទ្យក៏យើងមាន pharmacy ក៏យើងមានអ្នកដោះស្រាយបំណុលក៏យើងមានគ្រប់ផ្នែកទាំងអស់អ្នករស់ស៊ីក៏យើងមានតារាចម្រៀងក៏យើងមានស្អីទាំងអស់ក៏យើងមានបងប្អូនតែយើងត្រូវការរួបរួមក្នុងគោលបំណងតែមួយចិត្តតែមួយដោយភាពស្មោះសរដោយភាពស្មោះត្រង់របស់យើងខ្ញុំលើកទឹកចិត្តអស់លោកអ្នកបងប្អូនទាំងអស់គ្នាបដិញ្ញាចិត្តថ្ងៃនេះជាមួយគ្នាដែរខ្ញុំដូចគ្នាដែរយើងបដិញ្ញាចិត្តក្នុងការប្រកបគ្នាជាមួយព្រះអង្គម្ចាស់និងបងប្អូនរបស់យើងមែនទេធ្វើឡើងដោយដួងចិត្តស្រឡាញ់ធ្វើឡើងដោយគិតពីបងប្អូនរបស់យើងម្នាក់ដែលនៅជុំវិញខ្លួនយើងដើម្បីអីអស់លោកអ្នកបងប្អូនព្រះអង្គបានបង្គាប់ដូច្នោះមែនទេមិនមែនជាខ្ញុំទេណាព្រះអង្គជាអ្នកបង្គាប់ព្រះអង្គជាអ្នកប្រាប់ដល់យើងទាំងអស់គ្នាយើងរួបរวมគ្នាបងប្អូនយើងមានក្រុមមិត្តសម្លាញ់យើងចូលរួមយើងមានការធ្វើដំណើរយើងចូលរួមយើងមានអ្វីដែលយើងអាចចែករំលែកបានយើងចូលរួមជាមួយគ្នាដើម្បីឲ្យព្រះអង្គកាន់តែប្រទានពរដល់យើងទាំងអស់គ្នាមែនទេថ្ងៃយើងអធិដ្ឋានជាមួយគ្នា